บนวิสาขบูชีពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុសារណកិច្ចដ៏សំខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូនាថ្ងៃពេញបូរមីគឺថ្ងៃ15កើតខែពិសាខជារៀងរាល់ឆ្នាំដែលពុទ្ធសាសនិកជាសមាទិដ្ឋិកជនទាំងព្រះសង្ឃទាំងគ្រហស្ថតែងតែធ្វើសក្ការៈបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរការដែលប្រារព្ធពិធីបូជានៅថ្ងៃ15កើតខែពិសាខនេះអាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថាជាអភិលក្ខិតកាលគឺជាថ្ងៃមហាមង្គលត្រូវនៅថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ1ទ្រង់ប្រសូតចាឧត្តរនៃមេដា2ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ3ទ្រង់រំលត់ខណ្ឌចូលកន្តិដ្ឋានរំលត់ទុំពោលគឺព្រះនិព្វានសម្ដេចព្រះបរមសាស្តាចារ្យរបស់យើងទ្រង់ប្រសូតត្រាស់ដឹងនិងបរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបូរមីខែពិសាខទាំងអស់ប្លែកតែឆ្នាំប៉ុណ្ណោះព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថាអសាលហៈបណ្ណៈមកកន្តោវិសាខេយេវៈនិខមិវិសាខៈបណ្ណៈមីសម្ពុទ្ធោវិសាខេបរិនិព្វតោសេចក្តីថាព្រះពុទ្ធយើងចុះកាន់កនៃព្រះវរមេដាក្នុងថ្ងៃពេញបូរមីខែអាសាឍទ្រង់ប្រសូតក្នុងថ្ងៃពេញបូរមីខែពិសាខបានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូរមីខែពិសាខនិងទ្រង់ចូលបរិនិព្វានក៏ថ្ងៃពេញបូរមីខែពិសាខផ្សេងគ្នាតែឆ្នាំប៉ុណ្ណោះនេះគឺជាប្រពៃណីពិធីវិសាខបូជាគេតែងនាំគ្នាធ្វើក្នុងវេលារាត្រីព្រោះតម្រូវទៅតាមពាក្យថាបណ្ណៈមីមានសេចក្តីថាខែពេញបូរមីម្យ៉ាងទៀតការប្រារព្ធពិធីក្នុងពេលរាត្រីអាស្រ័យដោយលក្ខណៈងាយស្រួលពីរយ៉ាងគឺម្យ៉ាងដើម្បីនឹងបានឱកាសឲ្យគ្រឿងប្រទីបជ្វាលីបូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផងនិងម្យ៉ាងទៀតដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នាដោយច្រើនកុះកទាំងប្រុសទាំងស្រីអាចបំពេញកុសលកម្មនេះដោយសប្បាយរីករាយព្រោះពេលយប់ជាវេលាទំនេរផងពិធីវិសាខបូជាចាត់ទុកថាជាបុណ្យដ៏ធំដោយមានមហាជនចាស់ក្មេងប្រុសស្រីនៅជុំគ្នាអ៊ូអរដោយនាំទៅជាមួយនៅគ្រឿងសក្ការៈបូជាមានទៀនធូបផ្កាភ្ញីនិងគ្រឿងប្រទីបជ្វីលាតូចធំសម្រាប់អុជបំភ្លឺប្រងព្រាតនៅគ្រប់វត្តអារាមនិយាយរួមការធ្វើបុណ្យវិសាខបូជាគឺដើម្បីរំលឹកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាទាំង3ដោយពោលមកខាងលើនោះរីឯពិធីដែលធ្វើកំណត់ថាត្រឹមត្រូវគឺត្រូវមានការសម្ដែងរឿងពុទ្ធប្រវត្តិតាំងអំពីដើមរហូតដល់ចប់ដើម្បីជាគ្រឿងបណ្ដុះបណ្ដាលនៅបសាទសទ្ធីឲ្យកើតមានក្នុងគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃឲ្យខ្លាំងក្លាឡើងពិធីដែលមហាជនខ្មែរយើងធ្លាប់ធ្វើរួចមកហើយចាត់ទុកជាបែបបទដ៏ល្អនិងសមស្របទៅនឹងប្រវេណីពីបុរាណមកប្រភពកំណើតនៃវិសាខបូជានៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្តិព្រះពុទ្ធសាសនាបានជ្រួតជ្រាបអំពីអភិលក្ខិតការនិយមគឺថ្ងៃប្រសូតត្រាស់ដឹងនិងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធសមណគោតមនៃយើងថាសុទ្ធតែនៅថ្ងៃពេញបូរមីខែវិសាខហើយក៏នាំគ្នាធ្វើពិធីវិសាខបូជារៀងរហូតតាំងអំពីបុរាណកាលមកនៅក្នុងនាមខ្ញុំព្រះករុណាអាត្មាភាពដែលជាអ្នកដើរតួអត្ថាធិប្បាយបរិយាយស្រាយបញ្ជាក់អំពីដំណើរពុទ្ធប្រវត្តិនេះក៏សូមបញ្ជាក់ផងដែរថាបុណ្យវិសាខបូជានេះ
ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនានៅលើសកលលោកក្នុងនោះមានប្រទេសកម្ពុជាផងដែរតាំងពីពុទ្ធសករាជ 2543 ត្រូវនឹងឆ្នាំ 2000 នៃគ្រិស្តសករាជមកម្ល៉េះនៅក្នុងកម្មវិធីបុណ្យវិសាខបូជានេះកុំថាឡើយត្រឹមតែព្រះរាជាណាចក្រកម្ពុជាយើងសូម្បីតែបណ្ដាប្រទេសផ្សេងៗនៅលើសកលលោកនេះក៏គេប្រារព្ធធ្វើដែរឲ្យតែកាន់នៅព្រះពុទ្ធសាសនាបើយោងតាមគម្ពីរបឋមសម្ពោធិជារឿងពុទ្ធប្រវត្តិដំណើរអំពីរឿងចាប់ផ្ដើមតាំងពីព្រះអង្គចុះចាកទៅសិតទេវលោកមកយន្តយុទ្ធកំណើតកើតជាព្រះរាជបុត្រព្រះបាទសុទ្ធោទនៈនិងព្រះនាងមហាមាយាទេវីនៅនគរកបិលពស្តុក្នុងមជ្ឈិមប្រទេសរៀងដរាបដល់ទ្រង់បានត្រាស់ជាអង្គនៃព្រះសម្មាសម្ពុទ្ធប្រសពសត្វនិករហើយដាច់ទ្រង់រំលត់ខណ្ឌចូលកាន់ព្រះនិព្វានបឋមសម្ពោធិនេះអ្នកប្រាជ្ញតែងឡើងសម្រាប់ប្រើប្រាស់ទេសនានៅក្នុងបុណ្យវិសាខបូជាព្រោះថាការដែលនាំយកប្រវត្តិដំណើររឿងនេះមកសម្ដែងដើម្បីជាភស្តុតាងបញ្ជាក់ឲ្យដឹងថាវិសាខបូជាកើតឡើងពិតប្រាកដនោះគឺត្រឹមពេលដែលកើតគម្ពីរនេះឡើងគម្ពីរនេះកើតមានប្រកាសឡើងនៅប្រទេសថៃក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះនំខ្លៅរជ្ជកាលទី3ជាដំបូងហើយក្នុងចំណោមនោះគម្ពីរនេះមាន2ប្រភេទព្រះបាទសម្ដេចព្រះនំខ្លៅទ្រង់អារាធនីសម្ដេចក្រុមព្រះបរមានុជិតជីណៅរុសង្ឃរាជនៅវត្តព្រះចេតពុនក្នុងក្រុងទេពឲ្យនិពន្ធឡើងសម្ដេចក្រុមព្រះអង្គនេះបានរួបរวมសេចក្តីចេញអំពីគម្ពីរផ្សេងនិងនិពន្ធបន្ថែមសេចក្តីឡើងខ្លះក្នុងពុទ្ធសករាជ 2387 គ្រិស្តសករាជ 1845 នៅប្រទេសកម្ពុជាបុណ្យវិសាខបូជាតាមដែលចាស់ទុំអ្នកមុខអ្នកការទាំងឡាយដំណើរតគ្នាឲ្យបានដឹងថាគេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សរាមាឥសរាធិបតីព្រះអង្គឌួងដែលគង់នៅក្នុងក្រុងឧដុង្គជាដំបូងព្រោះថាកាលក្នុងពុទ្ធសករាជ 2397 គ្រិស្តសករាជ 1854 សម្ដេចព្រះអង្គឌួងទ្រង់សពព្រះរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជារដ្ឋទាំងមូលការធ្វើវិសាខបូជាក្នុងសម័យនោះប្រហែលជាមានធ្វើតែនៅក្នុងក្រុងប៉ុណ្ណោះមិនទាន់បានផ្សព្វផ្សាយទូទៅគ្រប់វត្តអារាមនៅឡើយទេហើយក៏មិនទាន់មានភាពឱឡារិកអធិកអធមដែរតាមដែលសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជចោតញ្ញាណោជួនណានជាព្រះសង្ឃនាយកដំណើរថាក្នុងឆ្នាំមួយនោះលោកគ្រូព្រះវណ្ណរដ្ឋច័ន្ទគង់នៅវត្តអូណាឡោមបាននិមន្តទៅក្រុងទេពឃើញព្រះសង្ឃនៅក្រុងនោះទាំងគណៈធម្មយុត្តិកនិកាយទាំងគណៈមហានិកាយរួបរวมគ្នាធ្វើវិសាខបូជាក៏កើតនៅសេចក្តីជ្រះថ្លានៅពេលនិមន្តត្រឡប់មកវិញបានក្រាបបង្គំទូលសម្ដេចព្រះមហាសង្ឃរាជព្រះនាមទៀងសូមឲ្យធ្វើវិសាខបូជាសម្ដេចព្រះមហាសង្ឃរាជទៀងក៏ទ្រង់បានព្រះរាជានុញ្ញាតតាមសំណូមពរទៅវិសាខបូជាត្រូវបានធ្វើជាបន្តបន្ទាប់រៀងដរាបមកក៏ប៉ុន្តែពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្តនៅឡើយគឺមានធ្វើចំពោះតែវត្តនៅក្នុងក្រុងឯវត្តនៅតាមបណ្ដាខេត្តក្រៅមានធ្វើតែវត្តធំឯវត្តតូចច្រើនពុំបានធ្វើនៅឡើយទេចំណែកព្រះមហាក្សត្រដែនដីតាំងពីរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សរាមាឥសរាធិបតីព្រះអង្គឌួងមកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ព្រះអង្គតាមឯកសារបានលើកសរសើរព្រះគុណសម្បត្តិព្រះបាទសម្ដេចព្រះហរិរក្សរាមាឥសរាធិបតីដែលជាអ្នកផ្ដួចផ្ដើមធ្វើវិសាខបូជាឡើងជាដំបូងព្រោះរាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្នុងក្រុងទេពបាងកកនិងទ្រង់ធ្លាប់សាងព្រះភ្នោះនៅទីនោះទ្រង់បានសិក្សាព្រះបរិយត្តិធម៌ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះនៅពេលដែលទ្រង់បានឡើងសោយរាជសម្បត្តិក៏ទ្រង់ផ្ដាំធ្វើពិធីបុណ្យនេះតាមដែលទ្រង់ធ្លាប់បានជ្រួតជ្រាបនិងធ្លាប់បានទតឃើញរបៀបបែបផែនដែលគេធ្វើនៅក្នុងក្រុងទេព
ទើបជាប់ជាប្រពៃណីរហូតមកដល់សពថ្ងៃនេះឯកសារយោងដកស្រង់ចេញពីសៀវភៅគណៈកម្មការរៀបចំបុណ្យជាតិនិងអន្តរជាតិនិងសៀវភៅវប្បធម៌ទូទៅសម្រាប់សិស្សប្រឡងចូលមហាវិទ្យាល័យនិងកាសែតកោះសន្តិភាព